កាត់បន្ថយពេទ្យបានច្រើនណាស់មួយណាអមយើងមកខែចូល1000ជាង2000អីឥឡូវចូលអស់តែ3 4 500នេះណាបានធូរចឹងដែរណាតែបើយើងព្យាយាមទៅកាត់បន្ថយថ្លៃពេទ្យពេទ្យយើងមិនចោលទេក៏ប៉ុន្តែយើងផឹងដើម្បីឲ្យអានោះវាធ្វើការឡើងវិញមកហ្នឹងហើយ នេះជាការរៀបរាប់របស់លោកសុកហៀងវ័យ76ឆ្នាំរស់នៅម្ដុំផ្សារតូចក្នុងក្រុងភ្នំពេញលោកក៏មិនខុសពីអ្នកផ្សេងទៀតដែរតែងតែនាំភរិយារបស់ខ្លួនមកហែលទឹកជារៀងរាល់ព្រឹកនៅកោះនរានេះពីមុនលោកត្រូវចំណាយថ្លៃព្យាបាលជំងឺជង្គង់ឈឺចង្កេះនិងជំងឺថ្លើមឲ្យភរិយារបស់លោកក្នុងទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយខែប៉ុន្តែក្រោយពីលោកសម្រេចចិត្តនាំភរិយាមកហែលទឹកនៅទីនេះជំងឺដែលធ្លាប់តែមានបញ្ហាក៏បានធូរស្បើយពី20ទៅ30% ហើយដែរក្នុងរយៈពេលប្រមាណ1ឆ្នាំមកនេះចំណែកសេវាព្យាបាលដែលធ្លាប់ចំណាយក្នុងកម្រិតដែលខ្ពស់ក៏កាត់បន្ថយមកក្នុងកម្រិតមួយដែលទាបស្រដៀងគ្នានេះដែរអ្នកស្រីមូនីសុខាបោកពីខណ្ឌទួលគោកក្នុងក្រុងភ្នំពេញឲ្យដឹងថាអ្នកស្រីក៏មានបញ្ហាចង្កេះដូចគ្នានេះដែរហើយជំងឺនេះមិនខុសពីស្រមោលអន្ទោលតាមប្រាណឡើយអស់ពេលជាង20ឆ្នាំមកនេះបើគិតពីការព្យាបាលវិញអ្នកស្រីសុខាថ្លែងថាដើររកសេវាខ្សឹងគ្រប់ច្រកល្ហកអស់ទៅហើយគឺជា20ឆ្នាំហើយមើលសាប់កន្លែងអស់ហើយទៅយួនទៅថៃទៅអាមេរិកទៅអីអស់គេឲ្យយើងហែទឹកមីងខ្លាចទឹកលេខ1ខ្លាចទឹកតែទីបំផុតមកចោះទន្លេអត់ហែទឹកអាងទៀតហែទឹកទន្លេហ្មងវាឈឺអស់ជំរឿធ្វើអីក៏អត់បាត់ដែរហែទឹកទៅវាបានធូរច្រើនមួយសាមួយអាទិត្យ2 ដងឥឡូវ2 អាទិត្យ3 អាទិត្យអីទៅតែម្ដងហើយកាត់បន្ថយសល់លុយច្រើនវិញពីមុនអស់លុយច្រើនទៅប៉ែទៅនេះទៅនោះណាគេសង្កេតឃើញថាសប្តាហ៍ថ្ងៃនេះអ្នកស្រឡាញ់សុខភាពបានជ្រើសរើសកោះនរាជាទីតាំងដើម្បីបំពេញសុខភាពរបស់ពួកគេប្រភេទកីឡាដែលពេញនិយមក្រៅពីរត់និងចលនាផ្សេងទៀតការហែលទឹកគឺជាវិធីមួយដែលទទួលបានការគាំទ្រណាស់ដែរនៅទីនេះពេលព្រឹកព្រលឹមស្រាងព្រះអាទិត្យកំពុងបញ្ចេញរស្មីពណ៌មាសចាំងឆ្លោះទៅភ្លើផ្ទៃទឹកទន្លេដ៏ធំល្វឹងល្វើយក៏ជាពេលដែលអ្នកជ្រើសរើសកីឡាហែលទឹកចាប់ផ្ដើមសកម្មភាពរបស់ពួកគេដែរពងសុវត្ថិភាពប្រកបដោយចម្រុះពណ៌ក៏កំពុងបណ្ដែតលើផ្ទៃទឹកមីដេដាស់អមដោយសំឡេងអ្នកហែលទឹកបន្លឺមិនដាច់សូរពីមួយទៅមួយតាមចង្វាក់ក្បាច់នៃការហែលទឹកមិនខុសគ្នាទេអ្នកស្រីបូកឹមសុខុមដែលមានផ្ទះនៅម្ដុំចិត្តគុកទួលស្លែងឲ្យដឹងថាតាំងពីអ្នកស្រីសម្រេចចិត្តហែលទឹកជារៀងរាល់ព្រឹកនៅកោះនរានេះមកបានជួយជំងឺឈឺចង្កេះជង្គង់និងឆ្អឹងខ្នងបានធូរស្បើយដល់ទៅ 50% ដែលលទ្ធផលនេះធ្វើឲ្យលោកស្រីទទួលបានអារម្មណ៍មួយរំភើបនិងរីករាយជាពន់ពេកឥឡូវបានធូរវាឈឺចង្កេះឈឺតាំងពីខ្នងតាំងឆ្អឹងខ្នងទាំងអីបាទឥឡូវនឹងវាអានឈឺដូចគ្នានេះដែរលោកឥតសូមានទីលំនៅម្ដុំសារមន្ទីរទួលស្លែងទទួលស្គាល់ថាកីឡាមួយប្រភេទនេះពិតជាជួយទ្រទ្រង់សុខភាពឲ្យបានរឹងមាំជាពិសេសមនុស្សវ័យកណ្ដាលនិងវ័យចំណាស់ការហែលទឹកហ្នឹងមិនរើសវ័យទេមិនចាំបាច់ថាឈឺចង្កេះឈឺខ្នងឈឺសន្លាក់ឈឺអីទេបើចង់ឲ្យសុខភាពរឹងមាំបានប្រសើរសូមមកហែលទឹកព្រោះឲ្យហែលទឹកវាជួយឲ្យសុខភាពយើងកើនឡើងធម្មពលកើនឡើងពី25ទៅ30% មកវិញគ្រូបង្វឹកកីឡាប្រភេទហែលទឹកឲ្យដឹងថាដើម្បីប្រកាសថាការហែលទឹកមានសុវត្ថិភាពគឺតម្រូវឲ្យរៀបចំឧបករណ៍ជំនួយជាមុនឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតដូចជាស្បែកជើងវ៉ែនតាមួកពងចង្កេះនិងពងបណ្ដែតសម្រាប់តោងពេលមានអាការៈហត់នៅជាដើមជាគ្រូបង្វឹកកីឡាហែលទឹកលោកស្រីអឹងទឹកហៀងឲ្យដឹងថាដើមឡើយនៅទីនេះមិនសូវមានអ្នកចាប់អារម្មណ៍មកហែលច្រើនដូចបច្ចុប្បន្ននោះទេប៉ុន្តែសប្តាហ៍ថ្ងៃនេះមិនដូចនេះឡើយមានមនុស្សជាច្រើនពួកគេចូលចិត្តកីឡាហែលទឹកហើយចំនួននេះក៏ចេះតែកើនឡើងជាលំដាប់ប្រភពបន្តថាការហែលនេះក៏មានក្បួនខ្នាតដែរពោលមិនមែនចេះតែហែលតាមចិត្តនឹកចង់នោះទេថាឥឡូវចិត្តលោកសិស្សយើងមានហែកែបជំហានទី1គឺយើងបរៀនគាត់យកដង្ហើមជើងហើយបរៀនគាត់កែបដល់ហើយយើងអង្កែបហ្នឹងយើងហែជួយដងខ្លួនយើងបានទាំងអស់ដែរហើយយើងហែផ្ងាក៏កេះយើងដេកត្រង់ចាដូចខ្ញុំដេកឲ្យមើលនេះវាត្រង់ចេះដេកផ្ងានេះឃើញទេគឺត្រង់ដូចយើងដេកលើក្រែចឹងហើយក៏មួយទៀតគឺយើងហាយសេរីក៏យើងជួយបានទាំងអស់ដែរគឺពីយើងជើងយើងធាក់អញ្ចឹងធាក់ហើយគឺសេរីហ្នឹងគឺពីចុងជើងដល់លើក្បាលជួយយើងសរសៃបើតាមលោកស្រីអឹងទឹកហៀងសមាជិកហែលទឹកពេលនេះ
មានចំនួនជាង100នាក់ហើយដើមចេញពីការបង្រៀនមនុស្ស2នាក់នៅគ្រាដំបូងហើយអ្នកហែលទឹកភាគច្រើនជាមនុស្សវ័យកណ្ដាលនិងចាស់ដែលមានអាយុចន្លោះពី40ឆ្នាំរហូតដល់80ឆ្នាំពួកគេសិតសឹងតែជាអ្នកមានប្រវត្តិឈឺកាត់រ៉ាំរ៉ៃក្នុងខ្លួនហើយចុងក្រោយសម្រាប់ចិត្តជ្រើសរើសយកកីឡាប្រភេទហែលទឹកនេះជាដំណោះស្រាយសុខភាពលោកវេជ្ជបណ្ឌិតអូចវុធីប្រធានសមាគមគ្រូពេទ្យគុណធម៌មានប្រសាសន៍ថាគ្រប់ប្រភេទកីឡាសុទ្ធតែជួយទ្រទ្រង់សុខភាពឲ្យបានល្អប្រសើរមិនថាហាត់ប្រាណដើររត់វាយសីនិងប្រភេទកីឡាដទៃទៀតគឺសុទ្ធសឹងតែជួយកាត់បន្ថយជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែមជំងឺលើសឈាមជំងឺអាស៊ីតឡើងជំងឺឡើងជាតិខ្លាញ់និងជំងឺខូចក្រលៀនចំណែកឯប្រភេទកីឡាហែលទឹកនេះវិញត្រូវគេចាត់ទុកជាលំហាត់ប្រាណដ៏ល្អបំផុតដល់សរីរាង្គកាយដែលជួយឲ្យសរសៃសាច់ដុំលូតលាស់ល្អធ្វើឲ្យខួរក្បាលស្រឡះព្រមទាំងជួយឲ្យដង្ហើមសួតនិងបេះដូងមានភាពស៊ាំនិងភាពក្តៅត្រជាក់ ខ្ញុំសូមដាស់តឿនទៅបងប្អូនកត្តាចាំបាច់គឺការហាត់ប្រាណនឹងហើយយើងមិនបាច់ចំណាយថវិកាដើម្បីមើលខ្លួនហើយទៅស្រុកគេយើងអត់បាច់ចំណាយថវិកាមើលខ្លួនទៅស្រុកគេទេដោយសារអីយើងគេថាឧស្សាហ៍ព្យាយាមហាត់ប្រាណអញ្ចឹងមួយថ្ងៃខ្ញុំសូមតែឲ្យមានការលំហាត់ប្រាណបាន1ម៉ោងវាល្អបំផុតសម្រាប់បងប្អូនបាទនេះជាការទូន្មានរបស់ខ្ញុំហើយឈ្នះនៅជំងឺផ្សេងទាំងអស់បងប្អូនសាកមើលទៅដូចខ្ញុំនិយាយចឹង ជាចុងក្រោយលោកវិជ្ជបណ្ឌិតបានណែនាំឲ្យប្រជាពលរដ្ឋគ្រប់រូបទម្លាប់តាមដានសុខភាពខ្លួនឯងនៅពេលព្រលឹមឡើងដូចជាការវាស់សម្ពាធឈាមមុនពេលញ៉ាំអាហារនិងការប្រើឧបករណ៍ Rapid Test ដើម្បីធ្វើតេស្តរកជាតិស្ករជាតិខ្លាញ់និងអាស៊ីតលោកបានថែមថាការហាត់ប្រាណឲ្យបាន1ម៉ោងក្នុងមួយថ្ងៃឬយ៉ាងហោចណាស់ការធ្វើពលកម្មក្បែរផ្ទះដូចជាដាំបន្លែកាប់ព្រៃកាប់ឈើឲ្យបែកញើសអាចជួយព្យាបាលជំងឺខ្លួនឯងនិងជួយសន្សំសំចៃថវិកាបានដោយមិនចាំបាច់ចំណាយទៅពិនិត្យឬព្យាបាលខ្លួននៅស្រុកគេឡើយ។